មានពាជាច្រើនដែលខ្ញុំមិនធ្លាប់និយាយហើយថ្ងៃនេះខ្ញុំចង់និយាយវាចេញតាំងពីខ្ញុំនៅតូចម៉ែជាអ្នកមើលថែម៉ែជាអ្នកភ្ញាក់មុនគេហើយកេងក្រោយគេខ្ញុំមិនដែលស្គាល់ភាពនឿយហត់របស់ម៉ែព្រោះគ្រប់ពេលម៉ែនៅតែញញឹមដាក់ខ្ញុំធ្លាប់គិតថាវាជារឿងធម្មតាតតែថ្ងៃខ្ញុំធំឡើងទើបដឹងថាស្នាមញញឹមនោះលក្ខការលំបាកជាច្រើនម៉ែបើគ្មានម៉ែខ្ញុំមិនអាចមកដល់ថ្ងៃនេះគ្រប់ជំហានដែលខ្ញុំដើរមានស្រមោលម៉ែនៅពីក្រោយអរគុណសម្រាប់គ្រប់យ៉ាងមានពេលខ្លះខ្ញុំធ្វើឲ្យម៉ែខកចិត្តមានពេលខ្លះខ្ញុំនិយាយដោយមិនគិតតែម៉ែមិនដែលបោះបង់ខ្ញុំនៅពេលខ្ញុំដួលម៉ែជាអ្នកលើកនៅពេលខ្ញុំបារីចៃម៉ែជាអ្នកលួងលោមនៅពេលគ្មានអ្នកជឿខ្ញុំនៅតែមានម៉ែថ្ងៃនេះខ្ញុំនៅមិនទាន់ជោគជ័យទេនៅមិនទាន់អាចឲ្យម៉ែរស់ស្រួលបានទេតែខ្ញុំសន្យាខ្ញុំនឹងប្រឹងខ្ញុំនឹងមិនចោះចាញ់ដើម្បីឲ្យថ្ងៃមួយម៉ែអាចញញឹមដោយមិនបារម្ភភ័យទៀតម៉ែបើថ្ងៃណាមួយខ្ញុំមិនសម្រេចក្តីស្រមៃជោគជ័យទាំងអស់នោះមិនមែនជារបស់ខ្ញុំម្នាក់ឯងទេព្រោះអ្នកដែលសមនឹងទទួលវាគឺម៉ែអរគុណម៉ែសម្រាប់ការស្រឡាញ់ដែលគ្មានលក់